ចាអរគុណណាស់ឥឡូវយើងបន្តទៅកាន់ករណីមួយទៀតចាគឺចំនួនរឿងបោះឆ្នោតជ្រើសរើសចាប្រធានសហគមន៍ដឹកភ្ញៀវទេសចរកំពង់ភ្លុកឡើងដល់តុលាការអាជ្ញាធរមូលដ្ឋានបាននិយាយថារឿងទំនាស់រវាងប្រជាពលរដ្ឋពីរក្រុមឆ្លោះគ្នាប្រឆាំងទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ទេសចរមានជ័យកំពង់ភ្លុកគឺបានកាត់ឡើងទៅដល់តុលាការខេត្តសៀមរាបនៅថ្ងៃទី29ខែមិថុនាឆ្នាំ2015នេះលោកភូសំអាតអភិបាលស្រុកបាននិយាយថាសំណុំរឿងទាំងពីរបានរៀបចំរួចរាល់អស់ហើយគឺនៅឆ្លងផ្នែកជំនាញថ្នាក់លើហើយសំណុំរឿងទាំងនោះដាក់មិនឲ្យហួសពីថ្ងៃទី29ខែមិថុនានេះទេការរំលេចចេញនៅសំណុំរឿងទៅតុលាការនេះគឺធ្វើឡើងបន្ទាប់ពីព្រឹកថ្ងៃទី27កន្លងទៅនេះអាជ្ញាធរខេត្តសៀមរាបបានដឹកនាំឲ្យមានការបោះឆ្នោតទៅតាមច្បាប់លក្ខន្តិកៈដែលបានកំណត់ដើម្បីជ្រើសរើសប្រធានអនុប្រធានសហគមន៍ដឹកភ្ញៀវទេសចរមានជ័យកំពង់ភ្លុកដែលធ្វើឡើងនៅឃុំកំពង់ភ្លុកប៉ុន្តែការត្រៀមរៀបចំការបោះឆ្នោតជិតដំណើរការទៅហើយនោះស្រាប់តែមានប្រជាពលរដ្ឋមកពីតំបន់ផ្សេងគឺប្រជាជនភាគច្រើនមកពីតំបន់ទេសចរចុងគ្នាក្រុងសៀមរាបដែលគេរៀបចំទុកជាស្រេចទៅអុកឡុកក្នុងពិធីបោះឆ្នោតនៅឯឃុំកំពង់ភ្លុកដែលធ្វើឲ្យផ្ទុះហិង្សាដាក់គ្នាជាច្រើនម៉ោងបណ្ដាលឲ្យភាគីទាំងសងខាងនោះរបួសរៀងខ្លួនលោកភូសម្អាតបន្តថាតាមពិតការប្រឆាំងមិនឲ្យមានការបោះឆ្នោតគឺមានការរៀបចំពីក្រុមហ៊ុនមួយដើម្បីរៀបរៀងដំណើរការនេះព្រោះថាមានក្រុមហ៊ុនចំនួន2ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យឲ្យបញ្ឈប់ការប្រមូលកម្រៃសម្បត្តិដឹកភ្ញៀវទេសចរនៅតំបន់កំពង់ភ្លុកនិងតំបន់ជុំវិញបឹងទន្លេសាបដែលលើកលែងតែតំបន់ចុងគ្នានិងមេជ្រៃតែប៉ុណ្ណោះលោកអភិបាលស្រុកក៏បានបន្តថាបច្ចុប្បន្ននេះដែរគឺប្រជាជនដែលប្រឆាំងការបោះឆ្នោតបានបោះតង់4ទៅ5តង់ក្បែរឃុំកំពង់ភ្លុកដើម្បីត្រៀមប្រឆាំងការបោះឆ្នោតនេះប៉ុន្តែលោកបាននិយាយថាការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍នឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះសូមបញ្ជាក់ថាក្រោយពីប្រជាពលរដ្ឋបញ្ឈប់នៅក្រុមហ៊ុនក្រោយពីរដ្ឋគឺបានបញ្ឈប់នៅក្រុមហ៊ុនស៊ូជីងនិងក្រុមហ៊ុនមួយផ្សេងទៀតនាពេលកន្លងទៅគឺខេត្តសៀមរាបឲ្យឃុំមានជ័យនិងពលរដ្ឋឃុំកំពង់ភ្លុករៀបចំលក្ខន្តិកៈថ្មីដោយខ្លួនឯងហើយបង្កើតទៅជាសហគមន៍ភ្ញៀវទេសចរដើម្បីឲ្យប្រជាពលរដ្ឋផ្ទាល់នៅទីនោះទទួលបានផលប្រយោជន៍ផ្ទាល់អាជ្ញាធរស្រុកក៏បាននិយាយថាអ្នកនៅពីក្រោយនៃការញុះញង់នឹងត្រូវអាជ្ញាធរចាត់ការទៅតាមច្បាប់បន្ទាប់ពីសំណុំរឿងបញ្ជូនទៅដល់ដៃតុលាការនោះចាគឺចំនួនរឿងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ដឹកភ្ញៀវទេសចរកំពង់ភ្លុកនោះគឺត្រូវបានឡើងដល់តុលាការហើយយើងឃើញថាការបោះឆ្នោតកន្លងមកដែលជ្រើសរើសប្រធានសហគមន៍នោះគឺកំពុងតែជិតមកដល់ហើយគឺមានការនិយាយថាមានប្រជាពលរដ្ឋមួយក្រុមមានក្រៅអំពើហិង្សាចាភាគីទាំងសងខាងមានរបួសខ្លះបែកក្បាលបែកអីចឹងណាជួបក៏បានជួបជាមួយនឹងលោកមេឃុំដែរនៅខាងកំពង់ភ្លុកណាលោកមេឃុំបើនៅខាងស្រុកប្រាសាទបាគងនោះក៏បាននៅឃុំកំពង់ភ្លុកចាខ្ញុំបានតាក់ទងទៅគាត់ផ្ទាល់ហើយក៏សូមជម្រាបសួរគាត់ថាតើរឿងការប៉ះទង្គិចគ្នាយ៉ាងម៉េចដែរឃើញថានៅក្នុងរូបភាពនេះគឺមានខ្លះទៅបែកក្បាលនឹងដុំថ្មខ្លះក៏ត្រូវបានចាក់នឹងកំបិតចាបាទឃើញថាភាគីមួយខាងណាអាចជាមានការនៅពីក្រោយរបស់ក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនគេរៀបចំដើម្បីរៀបរៀងមិនឲ្យមានការរៀបចំនឹងការបោះឆ្នោតនោះទេព្រោះកន្លងមកដែលយើងបានជួបជាមួយនឹងដែលបានពិភាក្សាដូចជាបាទសម្ភាសជាមួយនឹងអាដាមខឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបលោកបានមានប្រសាសន៍ថាពាក់ព័ន្ធទៅនឹងរឿងកំពង់ភ្លុកនេះក្រុមហ៊ុនស៊ូជីងគឺមិនមានសិទ្ធិបន្តទៀតទេគាត់មានសិទ្ធិតែនៅខាងចុងគ្នាតែប៉ុណ្ណោះធ្វើការអភិវឌ្ឍឬក៏វិនិយោគក្នុងការលក់សម្បត្តិទេសចរចូលទៅក្នុងតំបន់នោះគឺមានតែនៅខាងចុងគ្នាទេតែកំពុងនៅមេជ្រៃបាទនៅមេជ្រៃប៉ុន្តែនៅខាងឯកំពង់ភ្លុកនៃស្រុកប្រាសាទបាគងគឺថាប្រមុខរដ្ឋាភិបាលបានចេញនៅសេចក្តីជូនដំណឹងសូមឲ្យលុបចោលនៅរាល់ការដាក់បញ្ជាយកសម្បត្តិលក់សម្បត្តិនឹងយកលុយពីប្រជាពលរដ្ឋទេសចរឬជាតិអន្តរជាតិហើយអាដាមអភិបាលខេត្តក៏បានជម្រាបថាលោកនឹងកំពុងតែបង្កើតសហគមន៍ប្រជាពលរដ្ឋដើម្បីធ្វើការបោះឆ្នោតយកប្រធានមួយគ្រប់គ្រងតំបន់នេះដោយមិនយកលុយទេធ្វើយ៉ាងណាក៏ដោយផ្គត់ផ្គង់នឹងការរៀបចំឲ្យស្អាតជាកន្លែងរបស់បងប្អូនប្រជាពលរដ្ឋដើម្បីគាត់រកស៊ីលក់ដូរតាមជីវភាពរបស់គាត់អញ្ចឹងទៅចាជួយជីវភាពគាត់ផ្នែកអញ្ចឹងដល់ថ្ងៃកន្លងមកនេះមានប្រជាពលរដ្ឋមួយក្រុមដែលគេឃើញថាជាការរៀបចំក៏ដូចជាការប្រមូលគីងកពីក្រុមហ៊ុនស៊ូជីងរៀបចំឲ្យទៅធ្វើការវាយដំច្រំធាក់នឹងបង្កនៅអំពើហិង្សាកើតឡើងដោយមានគ្រោះថ្នាក់នឹងការបែកក្បាលបាត់ចាក់នឹងកំបិតដែលធ្វើឲ្យមានការគ្រោះថ្នាក់ដេកនៅមន្ទីរពេទ្យ
ចា៎ បាទនៅខាងឯកំពង់ភ្លុកនេះឯងអញ្ចឹងសួរតើក្រុមហ៊ុនស៊ូជីងក្នុងពេលបច្ចុប្បន្ននេះសំបីតែនៅចុងគ្នាបរិស្ថានរឿងការរៀបចំតំបន់ឲ្យល្អស្អាតរឿងសម្រាមក៏មិនទាន់រៀបចំល្អផងឬបងប្អូនប្រជាពលរដ្ឋនិយាយណាដែលខ្ញុំទៅផ្ទាល់គាត់បាននិយាយគាត់មិនហ៊ានបញ្ចេញមុខទេនិយាយតែសម្លេងដែលខ្ញុំបានឮគាត់ថារាល់ថ្ងៃគេបានដាក់យកលុយរួចទៅហើយក្នុងម្នាក់ហ្នឹងគឺពី60000ទៅ200,000ទៅតាមតូចតាមធំក្នុងមួយខែសម្រាប់សម្រាប់នេះសម្រាប់អ្នកដែលយកត្រីឯងអ្នកដែលធ្វើត្រីចាប់ត្រីទិញត្រីលើផ្លូវគោកហ្នឹងណាតែភ្ញៀវជាតិអន្តរជាតិហ្នឹងគឺគាត់មានទូកនៅខាងក្នុងហ្នឹងគឺជាកន្លែងម៉ៅការរបស់គាត់ហ្នឹងម្ចាស់ទូកបង់អីបើស៊ីបង់ថ្លៃជូនគាត់ចឹងទៅចាតែយើងមើលកន្លែងស្វាគមន៍ដែលក្រុមហ៊ុនស៊ូជីងកំពុងតែគ្រប់គ្រងស្វាគមន៍នឹងចង់ឲ្យភ្ញៀវទេសចរឃើញនោះគឺរូបភាពបែបហ្នឹងណាកាលពីសប្តាហ៍កន្លងទៅដែលខ្ញុំទៅណាគឺថតដោយផ្ទាល់ដៃចាថតដោយផ្ទាល់ដៃខ្លួនឯងមិនមែនថតដោយផ្ទាល់មាត់ទេបើគឺថតផ្ទាល់ដៃខ្លួនឯងហើយបងប្អូនប្រជាពលរដ្ឋលោកមើលថាឥឡូវនេះគឺថាសម្រាប់រៀបចំស្អាតហើយតែអ្វីមួយផ្នែកទៀតនៅខាងមុខបាទសំបីតែសម្យ៉ាបដំបូលក៏គាត់ចង់បង្ហាញភ្ញៀវទេសចរថាលក្ខណៈបុរាណដែរចាគឺលហែកធ្លុះធ្លាយអស់ហើយបើនិយាយពីសន្តាគារគេហៅសន្តាគារផ្កាយពេញមេឃដេកទៅមើលឃើញមេឃមើលឃើញផ្កាយពេញមេឃតែម្ដងអញ្ចឹងតំបន់នេះគឺបើនិយាយពីថ្ងៃដើមមិនកើតទេចង់ឲ្យលាកមុខគ្មានដើមឈើមួយដើមទេឬក៏គ្មានដំបូលអីសម្រាប់គ្របឡានរបស់ភ្ញៀវទេសចរនឹងឲ្យស្អាតសមរម្យកុំឲ្យក្តៅឡានពេករោងជារោងខូចនៅថ្នាំឡានគាត់ឬក៏ធ្វើឲ្យប្រជាពលរដ្ឋក្តៅថ្ងៃក្រោយឡើងចង់មកគឺអត់មានទេបាទដីបែកក្រហែងជាលក្ខណៈធម្មជាតិវាលហោឋានសុទ្ធសាធនេះហើយជារូបភាពដែលខ្ញុំបានឃើញហើយកុំនិយាយថាខ្ញុំនឹងចេះតែបរិហាចេះតែបន្ទោសក្រុមហ៊ុនស៊ូជីងដោយគេមានលិខិតស្នាមត្រឹមត្រូវក្នុងការវិនិយោគយល់ថាមានលិខិតស្នាមក្នុងការវិនិយោគហើយតែវិនិយោគអភិវឌ្ឍអត់ណាតំបន់នោះគូតែបង្ហាញពីមុខមាត់នៃប្រទេសកម្ពុជាអត់ខ្ញុំជឿថាក្នុងលក្ខន្តិកៈនៃការវិនិយោគក្នុងការដេញថ្លៃនៃសម្បត្តិនោះគឺប្រកាសជាពាក់ព័ន្ធនឹងអនាម័យបរិស្ថានក៏គិតគូរដែរមែនទេជីតាតែបងប្អូនប្រជាពលរដ្ឋគាត់អ្នកទិញត្រីលើនោះបើសិនជាអនុញ្ញាតឲ្យគាត់លក់ត្រីទៅហើយទិញត្រីទៅហើយតើគូតែរៀបកន្លែងណាមួយឲ្យស្អាតបន្តិចទៅអីកុំឲ្យធំក្លិនឆ្អេះឆ្អាបស្អុយពេញលើផ្ទៃទឹកហ្នឹងមានជាកន្លែងឲ្យគាត់ជាកន្លែងឲ្យគាត់ទៅឲ្យទូកហ្នឹងយើងឃើញខ្ញុំដូចតែងតែនិយាយថាសរសើរបងប្អូនភ្ញៀវទេសចរគាត់ស៊ូណាស់តម្រាន់នឹងទៅដល់ផ្ទៃបឹងទន្លេសាបកន្លែងមានព្រៃរនាមលិចទឹកកន្លែងកំសាន្តទឹកថ្លាល្អថ្លាឆ្វង់មើលឃើញត្រីនៅក្នុងរដូវវស្សារដូវប្រាំងនោះគឺគាត់ត្រូវឆ្លងឧបសគ្គច្រើនអញ្ចឹងសម័យដល់គេហៅថាសតវត្សស៊ីវិល័យប៉ុណ្ណឹងទៅហើយក្រោមការដឹកនាំរបស់សម្ដេចលោកបានគិតគូរបញ្ហាបរិស្ថាននោះក៏ច្រើនតែហាក់ដូចជាអាជ្ញាធរមួយចំនួនមិនសូវគិតគូរឬក៏ក្រុមហ៊ុនវិនិយោគមួយចំនួននោះមិនសូវគិតគូរសោះពាក់ព័ន្ធរឿងបញ្ហាបរិស្ថានហើយទៀតសោតយើងកុំអាចចាក់ប្រធានបទទៅកន្លែងហ្នឹងអីរឿងពេលបច្ចុប្បន្នដែលប្រជាពលរដ្ឋកំពុងតែរងរបួសនៅកំពង់ភ្លុកនោះតើខាងណាអ្នកទទួលខុសត្រូវចា៎បាទការបោះឆ្នោតការរៀបចំនឹងគឺជាការរៀបចំរបស់អភិបាលនៃគណៈអភិបាលខេត្តឲ្យបងប្អូនប្រជាពលរដ្ឋលោកធ្វើការរៀបចំនឹងការបោះឆ្នោតបង្កើតជាប្រធានសហគមន៍ពិនិត្យនឹងការថែរក្សាតំបន់កំពង់ភ្លុកហើយក្រុមហ៊ុនស៊ូជីងត្រូវបានលុបចោលបាត់ទៅហើយតែលោកនៅតែបង្កបញ្ហាព្យុះភ្លៀងកុំឲ្យប្រជាពលរដ្ឋរៀបចំនឹងការបោះឆ្នោតបានតែនេះជារូបភាពយ៉ាងម៉េចទៅវិញហើយកន្លងមកតើសេចក្តីជូនដំណឹងរបស់ប្រមុខរដ្ឋាភិបាលដែលជាម៉ែជាឪនោះលោកគោរពដែរឬទេបើតាមប្រសាសន៍របស់អភិបាលនៃគណៈអភិបាលខេត្តសៀមរាបលោកបានមានប្រសាសន៍ថាចំពោះសេចក្តីជូនដំណឹងឬក៏ប័ណ្ណបញ្ជារបស់ប្រមុខរដ្ឋាភិបាលគ្មានស្ថាប័នឬក្រុមហ៊ុនណាមួយត្រូវបានរំលោភបំពានឡើយចា៎នេះជាប្រសាសន៍របស់អាដាមខុនប៊ុនសុងដែលខ្ញុំបានជជែកក៏ដូចជាបានសុំការសម្ភាសន៍លោកតាមរយៈទូរស័ព្ទនោះអរគុណណាស់ដែលអាដាមតែទៅយកចិត្តទុកដាក់ហើយចំពោះបញ្ហាបទល្មើសផ្សេងឬបទល្មើសទន្ទ្រានយកដីដែលលោកចិត្តត្រារំលោភយកដីប្រជាពលរដ្ឋឬក៏រំលោភរកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិនោះសង្ឃឹមថាអាដាមនឹងចាត់វិធានការឲ្យបានម៉ត់ចត់ចំពោះបញ្ហានេះផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋនិងចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធីអភិវឌ្ឍប្រទេសជាតិជាមួយនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាទ
ជាបន្តទៅទៀតគឺពាក់ព័ន្ធទៅនឹងបាទរឿងថ្មីមួយទៀតហើយរឿងកាន់កាប់ដីធ្លីណារឿងកាត់កាប់ដីធ្លីដែលកាលយើងបានធ្លាប់ជម្រាបជូនបងប្អូនប្រជាពលរដ្ឋរួចទៅហើយនោះដែលខ្ញុំបានចុះទៅដល់ផ្ទាល់តែម្ដងរឿងបញ្ហាដីធ្លីនេះហាក់ដូចជានៅតែមានភាពគេហៅថារញ៉េរញ៉ៃដដែលក្នុងការធ្វើលំនៅឋានផ្សេងពេលខ្លះបងប្អូនប្រជាពលរដ្ឋមានដីមានស្រែមានចំការត្រឹមត្រូវហើយត្រូវបានអ្នកមានលុយមានអំណាចទៅរំលោភបំពានរូបភាពខ្លះទៀតបងប្អូនប្រជាពលរដ្ឋមួយចំនួននឹងគ្មានដីគ្មានកន្លែងទេប្រមូលផ្ដុំគ្នាទៅនៅលើផ្ទះរបស់លើដីរបស់គេមានលិខិតស្នាមច្បាស់លាស់យូរខែយូរឆ្នាំទៅក៏រស់នៅលើដីគេទីជាការបាតកម្មរស់នៅជាក្រុមតែម្ដងណាជារូបភាពមួយនៅខាងប្រទេសស្រីដល់ទៅជាង300គ្រួសាររស់នៅលើដីរបស់គេមានកម្មសិទ្ធិហើយក៏បានមានកបិតមានតាំងតោមានខ្វាវអីចឹងទៅដែលបងប្អូនប្រជាពលរដ្ឋចុះទៅដល់ដីរបស់គាត់ផ្ទាល់ណាគាត់មានប្លង់ហើយគាត់ទិញទុកចឹងទៅធ្វើដំណាំធ្វើចំការក៏មានសិទ្ធិកបិតសិទ្ធិបថៅចេញមកស្វាគមន៍ម្ចាស់ដីគាត់ទិញដីធំមួយទុកទៅព្រោះគាត់ថាគាត់រកលុយបានតិចតួចធ្វើការចឹងទៅទិញដីនឹងទុកធ្វើចំការតែប្រជាពលរដ្ឋគាត់ទៅនៅលើដីគេដែលមានកម្មសិទ្ធិច្បាស់លាស់ហើយសូមឲ្យគាត់ចេញគាត់មិនចេញទៀតនេះជារូបភាពមួយដែលប្រជាពលរដ្ឋឈ្នះបានដីចាញ់បានលុយទៅទ្រាំនៅបើឈ្នះនៅបានដីហើយតែបើចាញ់ក៏គេសម្រួលលុយឲ្យដែរនឹងជារូបភាពមួយដែលគួរឲ្យអាណិតដល់ម្ចាស់ដីដែលមានប្លង់កម្មសិទ្ធិជាភោគៈស្របច្បាប់តែដល់ពេលនេះក៏លេខមកក្នុងរាជធានីភ្នំពេញនៅក្នុងតំបន់មួយនេះឃើញថាពាក់ព័ន្ធទៅនឹងតំបន់ដែលយើងបានកលេចឃើញកាលពីម្សិលមិញដែលខ្ញុំបានទៅដល់ផ្ទាល់នេះ